ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់វីដេអូថ្មីនេះខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបធ្វើជ្រក់ខ្ទឹមឲ្យឆ្ងាញ់ហើយស្រួយឆ្ងាញ់យើងអាចញ៉ាំជាមួយកាទៀវជាមួយសាច់អាំងអីក៏បានដែរមុនដំបូងគេបងប្អូនយើងចាប់ផ្ដើមយកខ្ទឹមសដែលមើមធំហ្នឹងយើងយកមកត្រាំទឹកមកត្រាំទឹកនេះយើងប្រឡេះឲ្យចេញពីមើមម្ដងមួយទៅយើងយកទៅត្រាំធ្វើបែបនេះធ្វើឲ្យខ្ទឹមរបស់យើងស្រួលងាយស្រួលបកបងប្អូនយើងយកទឹកក្តៅអ៊ុនក៏បានដែរបងប្អូនយើងយកមកដាក់បើសិនជាបងប្អូនខ្ជិលពិបាកក៏បងប្អូនអាចប្រើទឹកត្រជាក់យើងធម្មតាក៏បានដែរហើយបន្តមកទៀតនេះខ្ញុំចាប់ផ្ដើមបកសម្បកខ្ទឹមហើយយើងកាត់ក្បាលកាត់កន្ទុយមើលថាខ្ទឹមនឹងអត់ល្អអីយើងកាត់ចេញតិចអញ្ចឹងណាហើយយើងយកមើមធំអីក៏ល្អដែរបងប្អូនខ្ទឹមមើមខ្ទឹមហ្នឹងណាហើយចំពោះមើមខ្ទឹមនេះបងប្អូននាងខ្ញុំបានបករួចរាល់ហើយយើងធ្វើការសម្អាតក៏ដូចជាចិត្តក្បាលឬក៏ខ្មៅអុចអីគេហ្នឹងយើងសម្អាតឲ្យបានស្អាតណាចំពោះខ្ទឹមខ្ញុំប្រើចំនួន1គីឡូបងប្អូនខ្ញុំបកឲ្យស្អាតបែបហ្នឹងយើងយកទៅអាណាល្អបានណាខ្ទឹមរបស់យើងបានបករួចរាល់ហើយចាប់ដើមយកអំបិលមកប្រឡាក់ជាមួយនឹងខ្ទឹមហើយយើងទុកឲ្យខ្ទឹមយើងទន់សិនឥឡូវយើងអាប់អំបិលហើយនឹងខ្ទឹមយើងនៅនឹងសិនណាចំពោះគ្រឿងផ្សំនេះខ្ញុំមានទឹកខ្មេះមួយកូនចានហើយប៊ីចេងបន្តិចហើយអំបិលបន្តិចហើយនឹងស្ករសចិត្ត1កូនចានចំពោះទឹកនេះខ្ញុំប្រើ1ចានគោមហ្នឹងបន្ទាប់ពីយើងប្រឡាក់អំបិលរួចហើយវាចេញទឹកបែបនេះបងប្អូនយើងយកទៅលាងទឹកស្អាតចំពោះខ្ទឹមបងប្អូនយើងប្រឡាក់អំបិលហ្នឹងយើងលាង3-4ទឹកឲ្យជ្រះអំបិលឲ្យស្អាតនឹងខ្ទឹមហ្នឹងកុំឲ្យនៅប្រៃបន្ទាប់ពីលាងខ្ទឹមជាមួយនឹងទឹកស្អាតរួចរាល់ហើយយើងសណ្ដិលឲ្យស្ងួតសិនណាបងប្អូនហើយបន្តមកទៀតយើងចាប់ផ្ដើមចាក់ទឹកចូលចណ្ដែកឬក៏ឆ្នាំងស្អាតមួយមកហើយបន្តមកទៀតខ្ញុំប្រើស្ករសហើយនឹងប៊ីចេងហើយនឹងអំបិលហ្នឹងយើងកូរឲ្យរលាយជាមួយនឹងទឹកហ្នឹងបន្តមកទៀតនេះខ្ញុំចាប់ផ្ដើមចាក់ទឹកខ្មេះចូលបងប្អូនចំពោះទឹកខ្មេះខ្ញុំចាក់ជុំគ្នាជាមួយនឹងអំបិលស្ករប៊ីចេងនៅនឹងហើយបងប្អូនហើយចាំយើងបើកភ្លើងដាំទឹកដែលយើងដាក់គ្រឿងនឹងឲ្យពុះសិនណាបងប្អូនហើយយើងយកទឹកដែលយើងដាំហ្នឹងយកមកចាក់ក្តៅបងប្អូនពេលពងពុះណាហើយបន្តមកទៀតយើងចាប់ផ្ដើមយកខ្ទឹមដែលយើងសម្រស់ឬក៏ហាលថ្ងៃឲ្យរាងស្ងួតមកយើងយកកន្លកែវបងប្អូនកន្លកែវយើងប្រើកន្លកែវល្អជាងជ័របងប្អូនដោយសារជ្រក់ខ្ទឹមយើងត្រូវការចាក់ទឹកពុះក្តៅភ្លាមអញ្ចឹងណាអញ្ចឹងទៅយើងប្រើកែវថ្មល្អហើយពេលដែលរៀបចំដាក់ខ្ទឹមនៅក្នុងកន្លកែវនោះបងប្អូននេះខ្ញុំមានខ្ទឹម1គីឡូហើយកែវហ្នឹងដាក់1គីឡូអីល្មមបន្លែជ្រក់អីធ្វើអីបងប្អូនមកល្មមប៉ុណ្ណឹងហើយបន្តមកទៀតនេះខ្ញុំរៀបចំខ្ទឹមដាក់នៅក្នុងកែវរួចរាល់ហើយពេលដែលទឹកយើងពុះខ្លាំងហ្នឹងបងប្អូនយើងចាក់មកមិនបាច់ភ័យថារលួយអីទេយើងចាក់ឲ្យបងប្អូនបញ្ជាក់កុំតន់ក្របភ្លាមណាយើងទុកឲ្យត្រជាក់ឬក៏នៅអ៊ុនណាយើងយកមកបិទចាំបិទការ៉ូបងប្អូនធ្វើបែបហ្នឹងធ្វើឲ្យជ្រក់ខ្ទឹមរបស់យើងស្រួយហើយឆ្ងាញ់ហើយហូបទៅឆ្ងាញ់ពេញមាត់
ហើយខ្ញុំទុករយៈពេល3ម៉ោងក្រោយបងប្អូនឡើង Q 50% ហើយចំពោះដល់មួយអាទិត្យបងប្អូននេះចេញលទ្ធផលមកគឺបែបនេះហើយជ្រក់ខ្ទឹមនេះបងប្អូនបើសិនជាបងប្អូនធ្វើត្រូវឆ្ងាញ់មែនទែនហើយគ្រួសារខ្ញុំគាត់ចូលចិត្តណាស់ជ្រក់ខ្ទឹមបងប្អូនគាត់ញ៉ាំរាល់ថ្ងៃហើយនេះបងប្អូនមើលលទ្ធផលចេញមកនេះគឺដាក់មកឆ្ងាញ់ស្រួយពេញមាត់ហើយបងប្អូនបើសិនជាបងប្អូនទុកនឹងក្រៅមួយអាទិត្យទៅ10ថ្ងៃហើយបងប្អូនអាចស្រង់ជ្រក់ខ្ទឹមនឹងយកទៅដាក់កែវនៅក្នុងកឡកែវស្អាតផ្សេងអត់ចាក់ទឹកចូលទេបងប្អូនយកទៅដាក់នៅក្នុងទូគឺធានាថាស្រួយឆ្ងាញ់ពេញមាត់ហ្មងចាបងប្អូនវីដេអូវិធីធ្វើជ្រក់ខ្ទឹមនេះខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអំពុំមីងអ្នកទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់សូមអរគុណ